តាក់ទងទៅនឹងគ្រូបង្វឹកដែលជោគជ័យជាមួយនឹងក្លឹបធំទាំងនៅអ៊ីតាលី Serie A ក៏ដូចជាទាំងនៅអេស្ប៉ាញបាទបច្ចុប្បន្ននេះលោក Ancelotti គឺជារ៉ាដារបស់ទាំងក្រុមជម្រើសជាតិបាទផ្សេងក៏ដូចជាក្លឹបបាល់ទាត់នៅឯទ្វីបផ្សេងទៀតដែរបាទអញ្ចឹងសម្រាប់ប្រិយមិត្តទស្សនិកជនប្រហែលជាចង់ដឹងតើលោក Ancelotti នេះបន្ទាប់ពីការប្រកួតបាទជាមួយនឹងការដឹកនាំរបស់គាត់ជាមួយនឹង Real Madrid លោកនឹងបែងចែកអារម្មណ៍បែងចែកចិត្តទៅណាពីព្រោះថានៅក្នុងពេលបច្ចុប្បន្នលោក Ancelotti មិននៅក្នុងខ្សែភ្នែកបាទរបស់ម្ចាស់ក្លឹបទៀតទេបាទសម្រាប់ Real Madrid ត្បិតតែកន្លងទៅលោក Ancelotti បានជួយឲ្យ Real Madrid ឈ្នះពានច្រើនមែនទែនទាំង FIFA Club World Cup ទាំង UEFA Champions League ទាំង La Liga ក៏ដូចជា Copa del Rey បាទប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះលោក Ancelotti ធ្វើមិនបានល្អទេបាទនៅក្នុងការដឹកនាំបាទជាមួយនឹង Real Madrid ដែលនៅក្នុងការដណ្ដើមពានរង្វាន់ UEFA Champions League បាទអញ្ចឹងដូចដឹងស្រាប់ហើយបច្ចុប្បន្ននេះReal Madrid សម្បូរទៅដោយកីឡាករក្មេងៗកីឡាករល្អកីឡាករថ្លៃនៅជុំវិញពិភពលោកតែម្ដងបាទរយៈកាលចុងក្រោយនេះបាទសម្រាប់លោក Ancelotti ក៏ដូចជា Real Madrid បាននាំយកបាទកីឡាករវ័យក្មេងបាទទាំងក្រុមជម្រើសជាតិប្រេស៊ីលណាដូចជា Rodrigo ណាដូចជាកីឡាករ Arda Güler ហើយនិងកីឡាករមួយចំនួនទៀតជាក់ស្ដែងកីឡាករដែលមានតម្លៃខ្លួនបាទថ្លៃក៏ដូចជាខ្ពស់មួយរូបដែរដូចជា Vinicius Junior ហើយនិងកីឡាករ Kylian Mbappe បាទក៏ជាកីឡាករមួយដែលគិតថាអាចនឹងជួយ Real Madrid ច្រើននៅក្នុងរដូវកាលនេះតែផ្ទុយទៅវិញបាទសម្រាប់ Real Madrid គឺមិនបានឡើងទៅដល់វគ្គបាទ4ក្រុមចុងក្រោយទេបាទសម្រាប់ការប្រកួតដែលយើងរាប់ថាជាការប្រកួតដ៏ធំនៅឯតំបន់អឺរ៉ុបហើយបាទ UEFA Champions League អញ្ចឹងចប់បាទត្រឹមខែ6នេះអនាគតរបស់លោក Ancelotti អាចនឹងទៅកាន់បាទក្លឹបឬក៏ទៅកាន់ក្រុមជម្រើសជាតិផ្សេងបាទដែលខ្ញុំបាទនឹងជម្រាបជូនបាទក្នុងពេលបន្តិចទៀតបាទសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងពេលបច្ចុប្បន្ននេះក៏កំពុងតែត្រូវការគ្រូបង្វឹកដែលសម្បូរទៅដល់បបពិសោធន៍ហើយមួយវិញទៀតអាចជាមានការបញ្ចុះបញ្ចូលតាក់ទងទៅនឹងកីឡាកររបស់ Real Madrid មួយកំណាត់លើតែម្ដងយើងឃើញហើយមានកីឡាករ Rodrigo កីឡាករ Vinicius Junior និងកីឡាករមួយចំនួនទៀតដែលជាកីឡាកររបស់ Real Madrid ដែលពេញចិត្តនៅក្នុងការដឹកនាំបាទរបស់លោក Ancelotti អញ្ចឹងសម្រាប់សហព័ន្ធបាទបាល់ទាត់បាទនៅឯប្រទេសប្រេស៊ីលនោះបាទកំពុងតែចង់បានលោក Ancelotti ប្រសិនបើលោកពុំទាន់មានក្លឹបណានៅក្នុងការទៅដឹកនាំទេនៅរដូវកាលក្រោយទេសម្រាប់សហព័ន្ធបាទរបស់ប្រទេសប្រេស៊ីលហ៊ានចាយណាសម្រាប់ប្រាក់ខែបាទក៏ដូចជាគេថាថ្លៃកម្លាំងពលកម្មទៅដល់លោក Ancelotti នេះរហូតទៅដល់$90,000បាទ$90,000សិក្ខានៅក្នុងរយៈពេល1ខែបាទសម្រាប់គ្រូបង្វឹកបាទសញ្ជាតិបាទអ៊ីតាលីរូបនេះបាទអញ្ចឹងប្រសិនបើគាត់សម្រេចចិត្តទៅប្រេស៊ីលដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលប្រាក់ខែបាន$90,000ក្នុងមួយខែហើយដែលអាចថាលោកគឺជាប្រវត្តិសាស្ត្រហើយរបស់គ្រូបង្វឹកបាទប្រវត្តិសាស្ត្ររបស់គ្រូបង្វឹកឯនៅលើពិភពលោកតែម្ដងប្រសិនបើគាត់គឺជាគ្រូបង្វឹកដែលមានតម្លៃខ្លួនក៏ដូចជាប្រាក់ខែសំទោសបាទប្រាក់ខែខ្ពស់ជាងគេបំផុតនៅលើពិភពលោកបាទមិនតិចទេសកា$7,000,000ណានៅក្នុងមួយខែ$90,000នៅក្នុងមួយខែបាទអញ្ចឹងគឺជាគ្រូបង្វឹកដែលមានប្រាក់ខែខ្ពស់ជាងគេប្រសិនបើលោក Ancelotti សម្រាប់ចិត្តបន្ទាប់ពីលោកចាក់ចេញពី Real Madrid ប៉ុន្តែក្នុងនោះផងដែរក៏មានក្លឹបបាល់ទាត់មួយដែរបងប្អូនបាទក្លឹបបាល់ទាត់ដែលគេហៅថាកំពុងតែល្បីហើយនៅក្នុងទ្វីបអាស៊ីរបស់យើងហើយមួយវិញទៀតកំពុងតែធ្វើបានល្អនៅក្នុង Saudi Pro League បាទគឺឥឡូវនេះលោក Ancelotti ពិបាកឯនៅក្នុងការសម្រេចចិត្តព្រោះថាប្រសិនបើលោកទៅដឹកនាំ Al Hilal សិក្ខាបើសិនបើដឹកនាំ Al Hilal បាទនឹងឲ្យប្រាក់ខែគុណនឹង4ជាមួយនឹងប្រេស៊ីលបាទ Al Hilal ហ៊ានចាយលុយបាទលើសប្រេស៊ីលទៀតលើសសហព័ន្ធបាទរបស់ប្រេស៊ីលអញ្ចឹងមានន័យថាបេះដូងរបស់លោកត្រូវបែងចែកជាពីរមួយប្រាក់ខែ$90,000ក្នុងមួយខែមួយទៀតប្រាក់ខែ$90,000ក្នុងមួយសប្តាហ៍បាទអញ្ចឹងសម្រាប់ Al Hilal ហ៊ានចាយប្រាក់ខែទៅលើលោក Ancelotti $90,000ក្នុងមួយសប្តាហ៍អូយបាទសកាយ
bà cài sớm mơn một sập đá này bà sân bà nơi Campuchia đó bao dương đấy bờ dưới bị tinh villa với nhá đâm vào má đấy sao bà villa luôn nó châu buồn đấy bên tới bà bờ villa Queen đấy villa tô mà sống tô hai chị ban pi villa Queen đấy hai chị ban mùi ấy bà dân đi dừng gì thì villa đấy ui thì ho đấy bông ôn bà tay làm đặt đó local facility hai thì bà phun một cái hay mà nơi villa đấy bà chẳng biết ta club bà tọt ai láo nâng bà hiên trai lùi bà là hô ta đào bay liên bà học sớm mớn bà bay mở bốn bay đón phải bốn đón xa vào mũi thế bay liên học sớm mớn nó không mũi khai tại căn lục Cologne City nâng bắt đầu công tra thì phải bay năm bà đó công tra rồi ta đó bay năm hay nâng ôi lùi và thay em tiệt bà ơi lùi và thay em tiệt chỉ luôn mà rồi 50 liên euro tiệt bàสำหรับลูกกำลังเซเลตีbàจังเมเนตาจิตโน่นองการดักนอมbàอาลีลา150 liên euro ផ្សេងbà cái đôi chiaប្រាក់ខែ3 liên 60 ម៉ឺនក្នុងមួយខែផ្សេងទៀតបាទសុខាបើសិនបើទៅដឹកនាំអាលីឡាល់មកស៊ីបើយើងលុយច្រើនជាងបាទប៉ុន្តែមិនដឹងថាការសម្រេចចិត្តរបស់លោកកន្លងសេទីយ៉ាងណាទេព្រោះថាបើសិនបើលោកទៅមួយណាក៏ប្រកែកខ្ពស់ជាងគេនៅក្នុងលោកដែរនៅក្នុងពិភពលោកដែរនៅក្នុងពិភពបាតតដែរខ្ញុំមិនដែរឃើញទេបងប្អូនហើយគ្រាន់តែលោកទៅដឹកនាំនេះ150 លានអឺរ៉ូបាទលុយ free តែម្ដងថ្លៃ free ទៅថ្លៃជាងកីឡាករទៀត150 លានអឺរ៉ូណាបាទថ្លៃជាងកីឡាករថ្លៃជាង Florence Wirtz ទៀតបាទ Florence Wirtz កាលពីម្សិលមិញដែលយើងជម្រាបជូនប្រិយមិត្តទស្សនិកជនបើសិនបើផ្ទេរទៅbây giờនិច125 លានបាទអឺរ៉ូអញ្ចឹងបើលោកកន្លងសេទី150 លានអឺរ៉ូថ្លៃជាងកីឡាករទៀតមិនដែរឃើញទេបើសិនបើលោកទៅដឹកនាំអាលីឡាល់អញ្ចឹងបញ្ជាក់ជូនបងប្អូនម្ដងទៀតបើទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលបាន90 ម៉ឺនបាទ90 ម៉ឺនដុល្លារក្នុងមួយខែបើសិនបើលោកកន្លងសេទីសម្រាប់ចិត្តទៅដឹកនាំអាលីឡាល់ដែលជាក្លឹបបាល់ទាត់នៅទ្វីបអាស៊ីរបស់យើងដែលកំពុងតែធ្វើបានល្អនៅ Saudi Pro League បាទនៅអារ៉ាប៊ីសាអូឌីតនោះបាទប្រាក់ខែរហូតដល់3 លាន 60 ម៉ឺនបាទស្មើនឹង90 ម៉ឺនដុល្លារនៅក្នុងមួយសប្តាហ៍ហើយនឹងថ្លៃតម្លៃខ្លួនផ្ទេនោះគឺ150 លានអឺរ៉ូទៀតបាទច្រើនណាស់បាទមានន័យថាគំនោទឹកប្រាក់ណាបាទយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយតែសម្រាប់លោកកាឡូសន្សេឡូទីមានន័យថាសម្រាប់លោកកាឡូសន្សេឡូទីគឺលោកបានសាងស្នាដៃនៅក្នុងប្រវត្តិសាស្ត្ររបស់ទាត់ច្រើនមែនតើជាពិសេសគឺជួយឲ្យក្លឹបធំជារួមគឺទាំង5លីកតែម្ដងណាបាទទាំងអ៊ីតាលីបាទទាំងអេស្ប៉ាញទាំងអាល្លឺម៉ង់សម្រាប់លោកកាឡូសន្សេឡូទីសូម្បីតែអង់គ្លេសបាទសូម្បីតែបារាំងក៏លោកធ្លាប់ជួយដែរបាទប៉ុន្តែបើខ្ញុំមើលទៅលោកដឹកនាំទៅជោគជ័យគឺមានតែនៅអេស្ប៉ាញនិងអ៊ីតាលីបាទជោគជ័យបាទជោគជ័យខ្លាំងមែនតើបាទអញ្ចឹងគឺជាសមិទ្ធផលរបស់លោកដែលលោកបានជួយសម្រាប់ក្លឹបនៅអឺរ៉ុបធំហើយឈ្នះពានរបស់អឺរ៉ុបខ្លាំងបែបនេះហើយទើបមានន័យថាទំហំទឹកប្រាក់នៃការផ្ដល់ជូនពីក្រុមជម្រើសជាតិក៏ដូចជាក្រុមនៃឯ Saudi Pro League មានការដាក់សំណើយ៉ាងច្រើនសន្ធឹកសន្ធាប់បាទសម្រាប់លោកដើម្បីធ្វើយ៉ាងណាអាចនាំរូបលោកបាទមកចូលរួមដឹកនាំសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនដូចជាក្លឹបរបស់ខ្លួនមកដែរ